Sastra ចាអំពីរឿងព្រេងរបស់លោកដង្ខៅម្នាក់ស្ថិតក្នុងសតវត្សទី15ក្នុងភូមិសណ្ដានមានទ្រព្យច្រើនឥតកណនារស់នៅជុំគ្រួសារយ៉ាងមានក្តីសុខអស់ពេលជាយូររហូតកូនតូលខ្លួនចម្រើនពេញរូបរាងដែលបានព្រៀនប្រដៅឲ្យកូនចេះរៀនរស់ដោយខ្លួនឯងមិនពឹងផ្អែកលើឪពុកម្ដាយមេរៀនដែលលោកដង្ខៅផ្ដល់ទៅកូនពិតសំខាន់ណាស់ថ្វីត្បិតរស់នៅក្នុងវណ្ណៈខ្ពង់ខ្ពស់ហួសអស់ប្រជារាស្ត្រប៉ុន្តែពួកគាត់មិនដែលរើសអើងនរណាឡើយតែងជួយយកអាសាក្នុងនាមជាអ្នកភូមិតែមួយដោយគោលគំនិតរបស់លោកដង្ខៅផ្ដល់ប្រាក់ទៅអ្នកភូមិដែលខ្វះខាតយកទៅធ្វើស្រែចម្ការរៀងរាល់ឆ្នាំចំពោះការតបស្នងគឺអាស្រ័យលើផលដំណាំរបស់ប្រជារាស្ត្រដែលបានប្រមូលជូនទទួលបានស្រូវមួយថាំងអង្ករពីរឡៃស្រូវពូជមួយការ៉ុងជូនចំបន្លែហូបចុកមានច្រើនលើសលប់សម្រាប់ស្លស្លុកនេះក៏ព្រោះសន្តានចិត្តដល់ប្រពៃប្រណីដល់អ្នកភូមិយ៉ាងទៀងត្រង់និយាយពីកូនកំលោះលោកដង្ខៅពេលនេះត្រូវទទួលភារកិច្ចធំមួយដោយចេញដំណើរស្វែងរកគូស្រករដោយខ្លួនឯងលក្ខខណ្ឌរបស់លោកផ្ដល់ទៅកូនគឺហាមប្រើវណ្ណៈដែលខ្លួនមានហាមប្រើប្រាស់ប្រាក់ជាត្រីមុខរៀនរស់នៅជាមនុស្សសាមញ្ញប្រសិនកូនប្រុសរកស្ត្រីម្នាក់នោះឃើញកាលណានាំមកជួបលោកពុកអ្នកម៉ែចុះកូនប្រុសអោនគោរពញញឹមយ៉ាងពេញចិត្តព្រោះតែក្តីសង្ឃឹមចេញទៅក្រៅបានស្គាល់ពិភពលោកថ្មីលោកដង្ខៅផ្ដល់ប្រាក់50កាក់និងហូលមានតម្លៃ10កៃរៀបចំជាបង្វិចជូនទៅកូនប្រុសសំលៀកបំពាក់ត្រូវស្លៀកជាជនសាមញ្ញកំពុងជជែកគ្នាមុខខ្លោងទ្វារធំស្កឹមស្កៃអ្នកមីងនិងម៉ែដោះមកអោបលាទាំងទឹកភ្នែកជូនពរដល់ដំណើរវែងឆ្ងាយនេះឲ្យបានជោគជ័យឆាប់វិលត្រឡប់ស្នាមញញឹមផ្ដាល់ទៅវិញទៅមកជាមួយពាក្យកុំឲ្យបារម្ភព្រោះខ្លួនធំដឹងក្តីអាចរៀនរស់ដោយខ្លួនឯងបានហើយអ្នកម្ដាយចេញមកចាប់ដៃកូននិយាយទាំងអួលដើមកលាយទឹកភ្នែករលីងរលោងអំពីពាក្យក្នុងចិត្តជូនកូនប្រុសក៏អរគុណសន្យានឹងនាំកូនប្រសាជាទីពេញចិត្តដល់អ្នកមានគុណទាំងពីរឪពុកនិយាយតែមួយឃ្លាប៉ុណ្ណោះមិនថាទៅដល់ទីណាសច្ចធម៌គុណធម៌សិលធម៌ត្រូវប្រកាន់ភ្ជាប់ជានិច្ចកូននឹងមិនដាច់ពោះស្លាប់ឡើយលើកដៃសំពះលាគ្រប់គ្នាសម្រាប់ជើងដើរលើចន្លងមកផ្ទះឈើអ្នកដតីឆ្លងកាត់រទេះមានចង្ហុកច្រើនចន្លោះរួមទាំងលិមុខសត្វចិញ្ចឹមអារម្មណ៍ស្រស់ស្រាយក្នុងចិត្តត្រេកអរបានចាក់ចេញញញឹមមិនបានឆ្លើយតបនឹងមនុស្សដើរចន្លោះមីងទូលកញ្ជើពូបរទេះគោយាយដើរលក់នំគឺពួកគាត់ស្វាគមន៍ខ្លាំងណាស់ចំណែកក្មេងៗសក់ជុកស្លៀកតែក្បាន់ជីសេះធៀងជែកតាមក្រោយសួរនាំអំពីដំណើរដ៏វែងឆ្ងាយក៏បកស្រាយប្រាប់អំពីអ្វីដែលខ្លួនកំពុងធ្វើក្មេងៗទាំងនោះសន្យាធំឡើងនឹងធ្វើដូចជាបងដើម្បីស្គាល់ពិភពលោកខាងក្រៅនិងមានសេរីភាពដោយខ្លួនឯងអង្អែលក្បាលពួកគេរួចក៏ឲ្យវិលទៅផ្ទះវិញព្រោះមកដល់មាត់ទន្លេខាងក្រោមហើយកំពង់ទឹកមានទូកជាច្រើនចតស្កេស្កាសអ្នកដំណើរជាច្រើនផ្លាស់ទីតាំងគោលដៅមានទាំងជនបរទេសថែមទៀតមកឈរលើកំពង់មានទៀមស្នាតូចលក់ជាប់មាត់ទឹកមនុស្ស4-10នាក់អង្គុយរងចាំភ្ញៀវឈរសំឡឹងបន្តិចមានបរិសម្នាក់រត់មកសួរអំពីដំណើរក៏ប្រាប់ថាចេញទៅតាមស្រុកឆ្ងាយនៃខេត្តសៀមរាបគាត់ស្ទាក់ស្ទើរព្រោះប្រើពេលច្រើនថ្ងៃលោកបងរកទំនុកទាប្រាក់ដោយគិតថាជាកូនលោកដង្ខៅប្រាក់ដែលទាគឺចំនួន2ស្លឹងក៏ប្រាប់តាមត្រង់ពុំមានប្រាក់ច្រើនដល់ម្លឹងទេមានត្រឹម50កាក់ប៉ុណ្ណោះបរោះរូបនេះក៏រអ៊ូមុនដើរចេញតិចថាកូនដង្ខៅមួយទាំងមូលគ្មានប្រាក់ប៉ុណ្ណឹងគាត់ក៏ទៅអង្គុយផឹកស្រាធ្វើមិនដឹងអ្នកផ្សេងដែលអង្គុយជាប់នោះក៏សើចចំអកធ្វើឲ្យអៀនខ្មាស់ដើរទៅមកខាងនៃព្រៃចៃដន្យមានសំឡេងស្រែកហៅពីជម្រាលផ្លូវខាងក្រោយ
ងាកមើលគឺជាសម្លាញ់ទាំងពីរអាហេងនិងអាហើមវាស្ពាយបង្វិចរត់មកជិតស្ដីឲ្យម៉ាំងដែលចង់បំភ្លេចពួកវាក៏រៀបរាប់ប្រាប់ខ្លាចរំខានណាមួយខ្លាចគ្មានអ្នកជួយការងារពុកម៉ែពួកវាតបយ៉ាងខ្លីពួកគាត់នៅមានកម្លាំងគ្រប់គ្រាន់កុំបារម្ភមើលតើឯងចិត្តដាច់នឹងពួកយើងហើយមែនទេឯងគិតនេះខុសហើយហេតុអ្វីឯងមិនចេញទូកគ្នាគ្មានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើដំណើរទេម្ចាស់ទូកទា2ស្លឹងទៅខេត្តសៀមរាបអាហេងក៏ប្រាប់ទុកឲ្យយើងអ្នកនិយាយជាមួយម្ចាស់ទូកទាំងនោះអាហេងដើរទៅជិតពួកគេរួចនិយាយមួយសន្ទុះឈរមើលពីអ្នកអាហើមមើលមុខគ្នានឹងការឆ្ងល់បន្តិចអាហេងដើរមកវិញទម្លាក់ទឹកមុខហើយក្រវីក្បាលទុកឲ្យយើងម្ដងមិនបាច់ទេយើងគិតថាធ្វើដំណើរទៅស្រុកណាមួយចិត្តនេះសិនដើម្បីរកប្រាក់បន្ថែមទុកធ្វើដំណើរទៅគោលដៅរបស់យើងបន្តគំនិតល្អតោះចាប់ផ្ដើមប្រាក់ចំនួន10កាក់ត្រូវបានចំណាយចាក់ចេញទៅខេត្តភ្នំពេញចំណាយពេលមួយល្ងាចគឺទៅដល់ហើយទីនោះសម្បូរកន្លែងការងារធ្វើយើងអាចរកប្រាក់ដើម្បីបង្គ្រប់បានឡើងទូកអង្គុយមើលផ្ទៃគង្គាល្វឹងល្វើយស្ដាប់សំឡេងទឹកបោកច្រាំងគុនទៅឆ្ងាយដាច់កន្ទុយភ្នែកធ្វើឲ្យចិត្តអន្ទះសារចង់ឃើញស្រុកគេណាស់មេឃភ្លឺស្រឡះនាព្រឹកព្រលឹមបាក់សាហើទន្ទឹមញញឹមសម្លឹងលាយនឹងក្តីសង្ឃឹមវែងឆ្ងាយមច្ឆាប្រុងព្រាតបង្ហាញកាយសប្បាយរីករាយនៅទីសន្លឹមចុងកន្ទុយភ្នែកប្រែពេលអស់ពីយាមឈានចូលដល់កំពង់ទឹកថ្មីម្ចាស់ទូកឡើងគោកយកទំនិញដើម្បីដឹកជញ្ជូនពួកយើងមានពេលសម្រាប់កន្លះយាមឡើងទៅលើដើរចន្លោះអ្នកដតីគ្មានស្បែកជើងសក់ស្លាបចាបងាកសម្លឹងគ្រប់ជ្រុងរកកន្លែងសម្រាកឡើងដល់ខាងលើទួលមានផ្សារលក់ដូរជាច្រើនហូរហែមនុស្សច្រើនណាស់ឆ្លងកាត់ទិញរបស់ប្រើប្រាស់ផ្សេងសូត្រផាមួងនិងក្រមានំនែកចេកបុកក៏មានច្រើនលើសលប់ចំណាយ2កាក់ទិញនំយកមកចែកគ្នាហូបអង្គុយក្បែរគុំឫស្សីមើលជនប្រុសស្រីងាកសម្លឹងគ្រប់ភ្នែកមួយសន្ទុះម្ចាស់ទូកវិលត្រឡប់ពីលើកទំនិញដាក់ទូករួចរាល់លោកពូរកពួកយើងមិនឃើញក៏ចែវទូកចាក់ចេញពួកយើងចុះមកដល់កំពង់ទឹកឃើញគាត់ចែវទៅឆ្ងាយសន្លឹមស្រែកហៅយ៉ាងណាក៏គ្មានប្រយោជន៍ឈរច្រត់ដៃអស់សង្ឃឹមក្រោមកម្ដៅថ្ងៃចៃដន្យជូនចំទីនេះគ្មានទូកចេញដំណើរនារីសៀលថែមទៀតពិតជាសយខ្លាំងណាស់អាហើមសួរតើគូធ្វើដូចម្ដេចបន្តយើងឡើងទៅលើរោគវត្តអារាមសុំព្រះសង្ឃស្នាក់អាស្រ័យសិនស្អែកព្រឹកសុំធ្វើដំណើរបន្តពួកយើងឡើងទៅលើចូលភូមិចន្លោះលោកពូកាន់ចប់ទៅមកពីស្រែក៏សួរនាំរកវត្តអារាមលោកពូតបថាទីនេះគ្មានទេវត្តអារាមតលតែឆ្លងដល់ទៅត្រៃម្ខាងទៀតភូមិនឹងខ្សត់ទូកបន្តិចមានតែព្រឹកប៉ុណ្ណោះអ្នកកំឡោះចាំស្អែកព្រឹកទៅលោកពូដើរចេញត្រុយសួរមិនទាន់អស់ចម្ងល់ផងអាហេងថាចប់ហើយមិនដឹងដេកកន្លែងណាទេគុំរអ៊ូដើរមើលគេសិនទៅថ្មើរជើងទៅមុខមើលផ្ទះអ្នកស្រុកសង់ខ្ពស់ពីដីមានសួនផ្កាដាំដុះប្រងព្រាតខាងមុខរបងទីធ្លាខាងក្នុងវាល្វឹងគ្មានស្មៅដុះទេដើរទាល់តែល្ងាចឈានចូលដល់ចុងភូមិមានតែព្រៃឈើនិងដងទន្លេអមខាងក្រោមសម្លឹងមុខគ្នាហើយក៏បកក្រោយទៅកំពង់ទូកវិញយប់ងងឹតបន្តិចឆ្លងកាត់ផ្ទះមានភ្លើងចង្គៀងគ្រប់កន្លែងតែគ្មានវត្តមានមនុស្សដើរលើផ្លូវទេមកដល់ផ្សារស្ងាត់ជ្រាបសម្លឹងឃើញតូបតូចមួយអាចសម្រាកបានក៏នាំគ្នាទៅដេកលើនោះយកបង្វិចជាខ្នើយដេកបែរខ្នងសម្លឹងមើលទីងងឹតជុំវិញបិទភ្នែកដេកលក់មួយសន្ទុះសំឡេងស្រែកឮជាខ្លាំងធ្វើឲ្យពួកយើងភ្ញាក់ចៃដន្យឃើញភ្លើងឆេះក្នុងមឿងខាងមុខយ៉ាងសន្ធោសន្ធៅនឹកដល់ពាក្យពុកទូលមានក៏ហៅអាពីរអ្នកឲ្យងើបជាបន្ទាន់ដើម្បីទៅជួយអ្នកភូមិរត់ស្ពាយបង្វិចមកដល់ផ្លូវធំខាងមុខ
បាយជាឃើញប្រជារាស្ត្ររត់ខ្វែងជើងគ្នាក្រោមការដេញសម្លាប់ពីចោរព្រៃចូលប្លង់អាហ៊ីងចាប់ដៃចូលទៅក្បែររបស់ម្ខាងក្នុងទីងងឹតដើម្បីនិយាយគ្នាអាហើមកំពុងញ័រភ័យខ្លាចតែអាហ៊ីងក្លាហានពួកយើងគ្មានអាវុធដើម្បីប្រយុទ្ធទេងាកមើលឆ្វេងស្ដាំចៃដន្យមានស្ត្រីម្នាក់រត់ឆ្លងកាត់ផ្លូវនេះជាមួយសំឡេងស្រែកឲ្យជួយចោរព្រៃបោលសេះតាមក្រោយយាដាវបំរុងកាប់សម្លាប់ទៅហើយអាហ៊ីងចាប់ដុំថ្មខាងក្រោមចោលទៅចំក្បាលចោលធ្លាក់ពីលើសេះប្រញាប់រត់ទៅសន្ធប់ពីលើយកថ្មតបតល់តែវាបែកឈាមស្លាប់នៅនឹងកន្លែងរើសដាវវាបានហើយរត់មកអង្គុយជិតអាហើមជាមួយដង្ហើមនឹងហក់អាហើមសម្លឹងស្ត្រីម្នាក់នោះកំពុងអង្គុយយំភ័យរន្ធត់ងើបឡើងសម្លឹងទៅខាងមុខអាហើមនៅតែមិនកម្រើកទាល់តែធាក់វាមួយជើងទៅវាព្រមងើក៏បញ្ជាវាឲ្យនាំស្ត្រីនោះទៅរកកន្លែងលាក់ខ្លួនហើយត្រូវមកចាំទីនេះវិញដើម្បីនាំអ្នកផ្សេងទៀតទៅជាមួយអញនឹងអាហើមចូលទៅជួយអ្នកដតីវាងោកក្បាលទាំងញ័របបោមាត់គូស្មាឲ្យវាមានស្មារតីហើយក៏រត់ទៅតាមក្នុងរបងផ្ទះអ្នកភូមិមកដល់ខាងមុខជួបនឹងក្រុមចៅជាច្រើនអ្នកកំពុងប្រមូលទ្រព្យសម្បត្តិដាក់លើខ្នងសេះពួកវាឃើញហូតដាវរត់ចូលមកប្រយុទ្ធពួកយើងក៏តតាំងដោយភាពក្លាហានផ្លែដាវកាប់មកទប់ជាប់លើកជើងធាក់ចំទ្រូងសំលេងអាហ៊ីងធ្លាក់ពីលើតូបដល់ដីស្រែកធ្ងោបើកភ្នែកឡើងតាមពិតខ្លួនយល់សពសោះអាហ៊ីងមើលមុខនិយាយសុំទោសទាំងខ្លួនគ្នាប្រឡាក់ដីចុះទៅជួយបោះសំអាតដៃរពឹសទាញក្បិនរបូតប៊ីសនឹងលិចហើយអាហ៊ីងចាប់តន់ដេញវាយពេញទីធ្លាអាហើមឃើញអង្គុយសើចទាល់តែលិចផោមហត់ក៏មកក្បែរអាហើមសម្រាក្លិនឈ្ងៀមខំប្រឹងហិតជាមួយអាហ៊ីងស៊ូវាដូចក្លិនរំសេវតិចមានជាតិផ្ទុះអាហើមតបមានឯណាអញផោមតើម៉ាអាបកាច់ហត់ឡើងចូលពេញសួតទៅ5ពន្លឺក្រហមចាប់ផ្ដើមរះឡើងម្ចាស់តូបមកបណ្ដើដើម្បីបើកតូបលក់នៃព្រឹកព្រលឹមពួកយើងស្ពាយបងវិចធ្វើដំណើរចុះទៅកំពង់ទូកដល់ចន្លងខាងក្រោមជួបនឹងអ៊ំប្រុសម្នាក់គាត់សួរនាំពួកយើងដោយមិនដែលឃើញមុខនៅក្នុងភូមិនេះក៏ជម្រាបតាមត្រង់ជូនចំគាត់ជាអ្នកចែវទូកស្រាប់ក៏ជួលគាត់ឲ្យធ្វើដំណើរទៅខេត្តភ្នំពេញតើលោកអ៊ំយកប្រាក់ប៉ុន្មានតាមទឹកចិត្តរបស់ក្មួយចុះអ៊ំមិនថាអ្វីទេលើកដៃសំពះអរគុណដល់គាត់ដែលយល់ពីស្ថានភាពពួកយើងហើយក៏សន្យាមិនភ្លេចគុណគាត់ផងដែរតើអ៊ំមានឈ្មោះអ្វីនៅទីនេះគេហៅតាសេនបាទអ៊ំសេនដាវបណ្ដាលជជែកបណ្ដាលមកដល់ក្បែរទូកធំមួយឡើងទៅលើអង្គុយតាមកន្លែងអ៊ំប្រុសស្រាយខ្សែឡើងទូកឈរចៅខាងក្រោយគាត់ក៏សួរបាយទឹកឬនៅមិនតាន់ទេអ៊ំអញ្ចឹងទៅព្រៃលិចទឹកខាងមុខនេសាទត្រីយកមកធ្វើម្ហូបលើទឹកបណ្ដោះក្រពះសិនទៅគាត់ក៏ចៅតាមវិជាយ៉ាងស្ទាត់ជំនាញមួយយាមកន្លងមេឃភ្លឺស្រឡះព្រៃលិចទឹកខាងមុខបង្ហាញធំល្វឹងល្វើយលោកអ៊ំក៏ដំណើររឿងព្រេងរបស់ព្រៃលិចទឹកនេះដល់ពួកយើងស្ដាប់ទីនោះជាជំរកសត្វត្រីជាច្រើនប្រភេទតាំងចម្រោកក្រោយមករៀងរាល់ពេលយប់អ្នកនេសាទជាច្រើនមករកត្រីពួកគេសប្បាយរីករាយខ្លាំងណាស់បានប្រាក់ជាច្រើនសន្ធឹកសម្រាប់គ្រួសារក្រោយមកដោយមិនមានការគោរពមានតែការនេសាទកើនឡើងឥតឈប់ឈររហូតឈានដល់ប្រើសំណាញ់ធំមកបង់យកថ្ងៃមួយមានរឿងហេតុដ៏សែនអាក្រក់កើតឡើងលើអ្នកនេសាទទាំងនោះលិចទូកទាំងកណ្ដាលយប់ស្លាប់គ្មានសល់ម្នាក់ហើយការស្លាប់របស់ពួកគេគឺអាកំបាំងណាស់រកសាកសពមិនឃើញទេចំណែកទូកក៏គ្មានស្រមោលក្រោយពីរឿងហេតុកើតឡើងអ្នកភូមិឡើងមានអ្នកមកនេសាទបន្តទៀតព្រោះពួកគេជឿថាមានអ្នកតាទឹកការពាររៀងរាល់ឆ្នាំគេតែងសែនព្រេងដល់លោកតាទឹកសុំសុខសប្បាយនេសាទបានផលច្រើនមិនយូរប៉ុន្មានពួកយើងមកដល់ក្បែរព្រៃលិចទឹកសម្លឹងជុំវិញ
ឡើងងងឹតបាក់សាជីច្រើនរស់លើមេឃខ្ពស់ចំណែកហ្វូងត្រីហែលខាងក្រោមក្រសាចុះចាប់ស៊ីជាចំណៃប្រុងព្រាតលោកអ៊ុំសេនក៏លើកដៃសំពះសុំដល់ម្ចាស់ព្រៃដៃជាលោកតាទឹកបន្ទាប់លោកអ៊ុំយកត្រោះគប់ត្រី 4-5 ក្បាលធំប៉ុនកំភ្លោតជើងយកមកដាក់លើទូកលោកអ៊ុំប្រាប់របៀបបង្កាត់ភ្លើងលើទឹកថែមទៀតដោយមានឆ្នាំងធំមួយបង្កាត់រងើក្នុងនេះដាក់ត្រីដុតសងខាងភ្លើងពួកយើងស្នាក់ក្រោមលុបត្រជាក់អស់មួយស្របក់ត្រីឆ្អិនហូបចំអែតក្រពះជាមួយគ្នាយ៉ាងរីករាយដោយលោកអ៊ុំដំណើររឿងរ៉ាវជាច្រើនឲ្យស្ដាប់ពួកយើងពិតជាចូលចិត្តខ្លាំងណាស់ព្រោះគ្រប់រឿងសុទ្ធតែពាក់ព័ន្ធនឹងអបិយជំនឿទាំងអស់ឆ្អែតហើយក៏ចាប់ផ្ដើមចេញដំណើរទាំងថ្ងៃត្រង់តម្រង់ទៅទិសខាងត្បូងពួកយើងក៏ទម្លាក់ខ្លួនដេកក្រោមដំបូលទូកស្ដាប់លោកអ៊ុំនិយាយរហូតដេកលក់មិនដឹងខ្លួនល្ងាចឈានចូលអ៊ុំដាស់ពួកយើងងើបឡើងឃើញភ្លើងគប់ដុតបង្ហាញតាមកំពង់ទឹកមនុស្សជាច្រើនចុះឡើងហូតប្រាក់ចំនួន10កាក់ជូនទៅគាត់អ៊ុំសេនក៏ទទួលយកជាមួយពីអរគុណឡើងទៅលើគោកពត់ដៃជើងក្រោយអង្គុយអស់ជាច្រើនយាមមកដល់ខាងលើចន្លងផ្លូវស្អាតរៀបចំមានរបៀបសួនច្បារសងខាងតាមចិញ្ចើមផ្លូវមានផាសុខភាពណាស់អ្នកដំណើរនឹងរទេះសាលីពិតជាទំនើបគួរឲ្យចង់គយគន់ទន្លេធំល្វឹងអមខាងក្រោមទៀតកាន់តែពិសេសសម្រាប់អ្នកខេត្តភ្នំពេញទីនេះមើលទៅអនាគតនឹងក្លាយជារាជធានីជាពុំខានទន្លេ4មុខងាយស្រួលធ្វើពាណិជ្ជកម្មនៅកំពង់ផែដូនកែវដីសណ្ដោសម្បូរជីជាតិដាំដុះបានផលខ្ពស់ទឹកប្រើប្រាស់គ្រប់គ្រាន់អាកាសធាតុសែនល្អក្នុងតំបន់ខ្ពង់រាបថែមទៀតពិតជាពិសេសណាស់ដើរមើលគេឯងអស់មួយស្របក់ធំមកដល់ទីប្រជុំជនកំពុងមានលក់របស់របរទទួលទានលើតូបតូចក្រោមភ្លើងភ្លឺចិញ្ចាចដើរចូលទាំងសេចក្តីរីករាយទោះមិនមានប្រាក់ទិញក៏រំភើបបានឃើញអ្វីប្លែកឆ្លងផុតចាប់ផ្ដើមកើតទុករឿងកន្លែងដេកខាងមុខស្ងាត់គ្មានវត្តមានមនុស្សដើរទេដើមឈើក៏ច្រើនពួកយើងដើរទៅសម្លឹងរកកន្លែងដេកយប់នេះផ្លូវកង់ផុតជួបមនុស្សមួយមានផ្ទះមានភ្លើងភ្លឺពីចង្គៀងយប់កាន់តែជ្រៅរកកន្លែងដេកនៅតែមិនឃើញចៃដន្យជួបនឹងលោកពូ2នាក់ដើរប្រាប់អំពីការប្រយ័ត្នភ្លើងទៀនខ្លាចឆេះផ្ទះពួកគាត់សួរមកពួកយើងក៏ឆ្លើយប្រាប់គ្រប់យ៉ាងគាត់អាណិតនាំទៅកន្លែងធ្វើការដើរមួយស្របក់មកដល់មុខរបងឈើធំមួយដើមឈើស្កេស្កាស់ពេញទីនេះយើងដើរចូលទៅក្នុងបន្តដល់ខ្ទមតូចមួយងងឹតស្លុបពូចូលទៅដុតចង្គៀងមើលឃើញស្ថានភាពរបស់គាត់ពិតជាលំបាកណាស់ចង្ក្រានកន្លែងហ្នឹងដេកក៏កន្លែងហ្នឹងជញ្ជាំងធ្លុះធ្លាយថែមទៀតពួកឯងនាំគ្នាសម្រាកចុះផ្ទះយើងតូចណាស់តែមិនអីទេអាចឲ្យពួកឯងស្នាក់បណ្ដោះអាសន្នបានគាត់ក៏វិលត្រឡប់ទៅធ្វើការអង្គុយលើកន្ទេលចាស់សម្លឹងមើលជុំវិញខ្លួនអង្រួនដល់ការគិតអំពីជីវភាពពិតដែលរស់នៅដើម្បីតែចំអែតក្រពះមួយពេលធ្វើការបដូរប្រាក់យកប្រាក់ទិញអង្គរបន្តរស់ទាំងសេចក្តីមិនរំពឹងដឹងត្រឹមត្រូវរកអង្គរច្រកឆ្នាំងឲ្យគ្រប់គ្រាន់ទឹកភ្នែកចាប់ស្រក់លាយនឹងការអាណិតតើប្រជារាស្ត្រប៉ុន្មានអ្នកទៀតដែលមានជីវភាពបែបនេះអាហេងតបមិនច្រើនទេត្រឹមកន្លះប្រទេសអីហ្នឹងម្ដេចឯងនិយាយដូចនេះករណាសម្លឹងមើលតែនៅភូមិយើងចុះប៉ុន្មានគ្រួសារដែលមានជីវភាពខ្វះខាតយើងគិតឲ្យទូលំទូលាយមួយភូមិមានគ្រួសារលំបាក20ទៅ30ក្រខ្សត់ចុះចំនួន1000ភូមិតើប្រជារាស្ត្រក្រខ្សត់កើនប៉ុន្មានហើយទឹកភ្នែកស្រក់ហូរកាន់តែខ្លាំង
ហើមលងលងកុំឲ្យគិតច្រើនព្រោះជីវិតមនុស្សម្នាក់តែមានផលកម្មរៀងខ្លួនសំពាយបុណ្យរបស់គេជាតិមុនល្អជាតិនេះក៏ទទួលសំណាងខ្ពង់ខ្ពស់ប្រៀបដូចឯងជាដើមមានឋានៈខ្ពង់ខ្ពស់ហួសអស់ពួកយើងពួកឯងកុំប្រៀបធៀបអញ្ចឹងមនុស្សដូចគ្នារស់ស្មើភាពគ្នាថ្ងៃខាងមុខករណីឯងនឹងយល់ពីផ្លូវអសុកាន់តែច្បាស់ជាងនេះគ្មានដំណើរមួយណាដែលគ្មានឧបសគ្គទេមានតែអ្នកអត់ប៉ុណ្ណោះដែលយល់ពីស្ថានភាពមួយនេះច្បាស់មិនហ៊ានសម្រាកទោះឈឺឬជាខិតខំរកវិធីជំនះដើម្បីអង្គច្រកឆ្នាំងហើមសម្ដីរបស់ឯងដូចពន្លឺជះមកក្នុងនេត្រាយើងអញ្ចឹងវាភ្លឺខ្លាំងណាស់តោះកុំនិយាយច្រើនធ្វើដំណើរឆ្ងាយអស់កម្លាំងណាស់ឆាប់ដេកទៅពួកយើងទម្លាក់ខ្លួនដេកលើកន្ទេលទាំងចិត្តនឹកដល់ម្ចាស់ផ្ទះមិនដឹងថ្មើរណាវិលត្រឡប់ប្រែខ្លួនចុះឡើងរហូតមន់រងាវទៀបភ្លឺមាត់ទ្វារចំហគ្មានទ្វារលោកពូទាំងពីរចូលមកអង្គុយទាំងចុកដៃជើងងើបអង្គុយសួរទៅគាត់ភ្លៀងលោកពូហត់ខ្លាំងទេគាត់ញញឹមធម្មតាទៅហើយម្ដេចឯងមិនសម្រាកទៅកន្លែងមិនស្អាតមែនទេទើបឯងមិនដេកមិនទេនិយាយអញ្ចឹងពួកឯងមកពីណាហើយមកទីនេះដើម្បីអ្វីខ្ញុំទាំង3មករកការងារធ្វើយកប្រាក់ធ្វើដំណើរទៅខេត្តសៀមរាបអូយើងឮថាទីនោះប្រាំងប្រាសាទគឺមានច្រើនណាស់ហើយមានភូមិមួយឈ្មោះកំពង់ភ្លុកគឺមានបឹងទន្លេសាបស្រស់ស្អាតខ្លាំងណាស់សម្បូរត្រីហូបមិនខ្វះថែមទាំងសត្វត្រីគ្រប់លក្ខសម្បូរថែមទៀតតែឯងមានបំណងអ្វីទៅទីនោះគឺទៅលេងបងប្អូនអញ្ចឹងចាំភ្លឺបន្តិចយើងនាំឯងទៅរកការងារធ្វើក្រែងឆាប់បានប្រាក់គ្រប់ចេញដំណើរលើកដៃសំពះអរគុណទៅគាត់ទាំងសេចក្តីរំភើបខ្យល់ធ្លាក់ញាក់ញ័ររុក្ខជាតិខាងក្រៅព្រះអាទិត្យបញ្ចេញរស្មីភ្លឺថ្លាពីខាងកើតមាន់អើតលឹមពីផ្ទះអ្នកជិតខាងស្រែករងាវដេកដាស់នាំឲ្យមនុស្សដែលជាអាជីវកររូតងើបធ្វើនំដើម្បីចេញលក់នេះព្រឹកព្រលឹមដើរចេញមកក្រៅតែឯងកៅភ្នែកសម្លឹងមើលតែសភាពក្រោមខ្យល់ត្រជាក់អ្នកដំណើរថ្មើរជើងលេងនឹងរទេះលើដីក្រហមប្រាស្រ័យតាក់ទងគ្នាគួរឲ្យគយគន់តែកន្ទុយភ្នែកតែងសម្លឹងស្ត្រីដតីផងដែរសក់ខ្លីចងពងស្លៀកក្បិនគ្មានត្រណប់ជើងថ្មិញខ្មៅញញឹមស្រស់ណាស់តែមិនត្រូវចិត្តឡើយមកឈរក្រោមដើមកងោកជាប់មាត់ផ្លូវចាប់ស្រែកជែកចាយក្មេងរត់លេងប្រុងប្រៀបអ្នកលក់ដាវពាយនាយគ្រប់ទីកន្លែងបន្តិចសម្លាញ់នឹងលោកពូម្នាក់ដើរមកចិត្តជាពាក្យប្រាប់ថាតោះទៅរកអីហូបសុំទៅរកការងារតាមក្រោយស្ដាប់ហើយក៏យល់ព្រមតាមគាត់ដើរលើជន្លងក្បែរសួនផ្កាមានរុក្ខជាតិជាច្រើនដាំដុះមិនសូវមានផ្ទះប្រជាសម្បូរតែបុប្ផាស្រស់ញញឹមក្លិនក្រអូបពាសពេញភ័ស្តុធាបាក់សីក៏ច្រើនកកោកមកមូលជុំដល់ក្បែរមាត់ទន្លេផ្ទះប្រជាតម្រៀបជាជួរវែងអន្លាយការលក់ដូរហូរហែតាមបណ្ដោយនេះពិតជាប្លែកអារម្មណ៍ណាស់ឆ្លងកាត់អ្នកលក់ជាច្រើនមកពេញចិត្តនឹងលោកយាយលក់នំបញ្ចុកអង្គុយផ្ទាល់ដីប្រាប់ចំណីដែលត្រូវទទួលទៀតនំបញ្ចុកសុំផ្កាស្នោនិងប្រលិតឲ្យច្រើនលាយទឹកខ្ជាយអ្នកដតីយកនំនិងទឹកសម្លខ្មែរនំបញ្ចុកមួយចានញោមដាក់ម្ទេសនិងអំបិលបុកបន្ថែមច្របល់ឲ្យសព្វហូបទាំងការហេវណាមួយចំទឹកសម្លក្តៅបោកផ្សំនំស្វិតល្អផងនិយាយពីថាឆ្ងាញ់ខ្លាំងណាស់ហើមហូបបណ្ដាសរសើរលោកយាយបណ្ដាអំពីស្នាដៃអ្នកខេត្តភ្នំពេញពិតជាឆ្ងាញ់ណាស់
មិនដែលទទួលទានពីមុនទេយាយសើចហើយប្រាប់ហូបឲ្យអស់បើមិនដូច្នេះផាកប្រាក់ហើយពួកយើងក៏អស់សំណើចទាំងអស់គ្នាហូបរួចរាល់អស់3កាសលោកពូក៏នាំពួកយើងទៅកន្លែងធ្វើប្រហុកផ្អកដើម្បីសុំគេធ្វើការមកដល់កំពង់ទូកខាងក្រោមសួរម្ចាស់ទូកឆ្លងទៅត្រើយមកខាងអស់ប៉ុន្មានអស់ចំនួន1កាសឡើងទូកគុណមើលទេសភាពសំពៅធំធំចរនៅខាងមុខដឹកទំនិញទៅក្រៅប្រទេសមួយសន្ទុះមកដល់ច្រាំងឡើងគោកទៅលើទីវាលពោពេញទៅដោយដើមឈើទាបខ្ពស់មនុស្សមួយកំពុងឆ្លងកាត់លើផ្លូវផ្ទះក៏មិនសម្បូរដើរមកដល់របងធំខាងលិចទន្លេចូលទៅក្នុងជួបថៅកែសិប្បកម្មលោកពូលើកដៃសំពះសុំដល់គាត់លោកម្ចាស់ពាក់មុខសស្រួចអាវសូត្រក្បិនសូត្រពុកមាត់វែងកាន់ខ្សៀបៀមបង្ហុយផ្សែងយ៉ាងសង្ហាគាត់ក៏សួរពីកម្លាំងកាយដែលមានអាចទៅរួចនឹងការងារនេះដែរទេប្រើពេលចំនួន12យាមក្នុងមួយថ្ងៃសម្រាប់មួយយាមមួយថ្ងៃទទួលបាន3កាក់ពួកយើងឆ្លើយយល់ព្រមទាំងញញឹមលោកថៅកែចិត្តល្អផងក៏ស្វាគមន៍ពួកយើងទាំងក្តីរីករាយពួកឯងទាំង3ឆាប់ទៅធ្វើការចុះលោកពូក៏វិលទៅវិញថៅកែនាំមកដល់ផែខាងក្រោយមានមនុស្សរៀបចំខាងក្នុងនិងអ្នកលើកត្រីចេញពីទូកនេសាទខាងក្រោមពួកឯងមើលទៅនេះជាការងារដែលត្រូវធ្វើឥឡូវខ្វះកម្លាំងជួយជញ្ជូនអ្នកទាំង3ទៅធ្វើការងារនោះចុះលើកដៃសំពះរួចក៏ចុះទៅតាមបញ្ជាមកដល់ចិត្តលោកបងម្នាក់ស្លៀកតែក្បិនសក់ស្លាបចាបជំរាបសួរដល់គាត់ហើយសូមជួយណែនាំពីគាត់លោកបងក៏ញញឹមប្រាប់ឲ្យឆាប់ជញ្ជូនត្រីក្នុងកញ្ជើទៅលើយឺតយូរត្រូវមាត់ឥឡូវហើយពួកយើងក៏ចាប់លើកម្នាក់មួយវាមានទម្ងន់ធ្ងន់ហើយស្អុយថែមទៀតដាក់លើស្មាឡើងទួលចូលទៅក្នុងរោងដាក់ទៅតាមលោកបងដតីត្រឹមមួយជើងចង់ធ្លាក់អណ្ដាតតែក្តីសង្ឃឹមមួយបានផុសចេញគឺត្រូវខំប្រឹងដើម្បីទៅខេត្តសៀមរាបនៅពេលនោះមានបុរសម្នាក់ខ្លំមើលពីចម្ងាយនៅក្រោមដើមសេមន់បន្ទាប់ក៏ចាក់ចេញយប់មកដល់ពួកយើងធ្វើដំណើរមកដល់កន្លែងស្នាក់សប្បាយនឹងបានប្រាក់ដៃជាញើសឈាមរៀបនឹងដើរចូលផ្ទះសំឡេងលោកពូរអ៊ូអំពីអង្គអស់ពីពីងខ្លាចពួកយើងជាបន្ទុកចូលទៅក្នុងជាមួយការនិយាយស្ដីឆ្លើយតបគ្នាបន្ទាប់ប្រាប់លោកពូថាយើងមានកន្លែងស្នាក់ខ្លួនឯងហើយអរគុណលោកពូចំពោះការស្នាក់មួយយប់កន្លងឥឡូវពួកយើងសូមលាសិនហើយស្ពាយបងវិចដើរមកក្រៅលោកពូទាំងពីរក៏ទាស់សម្ដីគ្នាថែមទៀតមកឈរលើផ្លូវក្នុងទីងងឹតសម្លឹងគ្រប់ជ្រុងឃើញតែស្រមោលខ្យល់បោកបក់សម្រាមហោះរប៉ាត់រប៉ាយចំណែកអ្នកប្រមឹកដើរផឹកត្រេតត្រោតពេញផ្លូវមនុស្សមួយក្រុមទៀតត្រេកអរនឹងការងារបានបញ្ចប់អាហ៊ីងសួរតើពួកយើងទៅណាចេះតែដើរទៅក្រែងមានកន្លែងយើងដេកបានដើរលើផ្លូវស្ងាត់កាត់សួតបេះដូងអង្រួនអាណិតដល់ខ្លួនគិតអំពីបទពិសោធន៍ជូរចត់ចង់តែបោះបង់វិលត្រឡប់ប៉ុន្តែពាក្យពុកចាំជាប់ក្នុងខួរក្បាលជានិច្ចដូច្នេះត្រូវតែជំនះឧបសគ្គមកដល់កំពង់ទូកម្ចាស់ចម្លងក៏ផ្អែពួកយើងងាកមើលគេឯងដើរលេងកំសាន្តមកអង្គុយលើបង្កាន់ដៃសួនច្បារពេលវេលាលឿនរហ័សយប់ជ្រៅមនុស្សទៅផ្ទះអស់នៅសល់ពួកយើងទាំង3ដេកអោបដៃបន្តកន្ទុយមូសខាំពេកដេកមិនលក់ងើបឡើងឃើញអ្នកសុំទានជាច្រើនដេកតាមបង្កាន់ដៃដូចពួកយើងស្រាប់តែបុរសម្នាក់រូបរាងអាក្រក់សក់ឡើងសំពងកាន់សម្រាមពេញដៃដើរមកជិតហុចស្ករបៀមឲ្យមួយគ្រាប់ផ្ដល់ស្នាមញញឹមមុនចាក់ចេញទៅវិញទទួលយកទាំងសេចក្តីពេញចិត្តប្រជារាស្ត្រខ្ញុំទោះនៅទីណាស្ថិតក្នុងស្ថានភាពណាក៏នៅតែមានទឹកចិត្ត
អារម្មណ៍ល្អទម្លាក់ខ្លួនដេកសម្លឹងមើលស្ករដូងភ្លឺឡើងរូតរះឆ្លងទូកទៅធ្វើការដោយធម្មតា3 ថ្ងៃកន្លងផុតបរិសដែលលួចតាមដានក្មេងប្រុសទាំង3បានចូលជម្រាបដល់លោកដឹងខៅនិងអ្នកស្រីឲ្យបានជ្រាបពីដំណឹងរបស់កូនខ្លួនធ្វើការនៅកំពង់ផែជាអ្នកជញ្ជូនត្រីចំណែកកន្លែងស្នាក់ពុំមានឡើយដេកតាមចិញ្ចើមថ្នល់ចិត្តជាម្ដាយចាប់ស្រក់ទឹកភ្នែកខ្លោចចិន្តាចំណែកលោកដឹងខៅក៏ដកដង្ហើមធំរងំដោយការគិតមួយផ្សេងទៀតថាបណ្ដោយសិនទៅឲ្យពួកគេស្គាល់មេរៀនជីវិតនៅសង្គមខាងក្រៅចាំមើលពួកគេអាចរស់ដោយខ្លួនឯងបានឬអត់លោកបងធ្វើនេះដូចជាជ្រុលពេកសម្រាប់កូនយើងហើយមិនដឹងបាយទឹកនៅទីណាសត្វល្អិតខំច្រើនប៉ុណ្ណាតាំងពីកុមារមិនដែលឲ្យស្រមោចវាលើផងលោកបងគិតទៅមើលអូនកុំបារម្ភកូនប្រុសយើងគឺក្លាហានគ្រប់គ្រាន់និងមានការគិតល្អគេនឹងដោះស្រាយបញ្ហាបានជាមិនខានជឿបងចុះអ្នកស្រីក៏ងើបចេញដោយស្ដីចុងក្រោយថាលោកបងជាមនុស្សយល់តែចិត្តឯងពីសប្តាហ៍កន្លងផុតជីវិតរសាត់ដេកតាមចិញ្ចើមថ្នល់របស់បុរសទាំង3ត្រូវបានបន្តយ៉ាងសប្បាយរីករាយព្រោះពួកគេស៊ាំនឹងបរិបទទៅហើយចំណែកឯប្រាក់ក៏សន្សំគ្រប់ថ្លៃឈ្នួលជិះទូកផងដែរព្រឹកស្អែកនឹងធ្វើដំណើរចាកចេញយប់ឡើងមានបុរសម្នាក់បន្លំធ្វើជាអ្នកសុំទានមកដេកក្បែរពួកយើងកំពុងដេកលងលូកស្រាប់តែបុរសម្នាក់នេះលោកមកលួចបង្វិចពួកយើងចាយដន់មិនប្រយ័ត្នធ្វើឲ្យភ្ញាក់រួចគេចាប់បង្វិចលួចរត់ពួកយើងក៏ងើបរត់តាមស្រែកគំរាមឲ្យឈប់តែវាមិនឈប់ចូលតាមផ្លូវតូចគៀនផ្ទះអ្នកភូមិស្ងាត់ជ្រាបគ្មានវត្តមានមនុស្សពួកយើងតាមកាន់តែគៀផ្លូវខ្វាត់ខ្វែងចូលតាមចន្លោះតូចឆ្លងកាត់ភក់ជ្រក់សំណល់ជាច្រើនតាមក្រោយផ្ទះអ្នកស្រុកតាមរហូតដល់ព្រៃស្ងាត់ក៏បាត់ស្រមោលឈឹងហត់ណាស់ក៏អង្គុយសម្រាកក្រោមសំយ៉ាបខ្ទមទុកចោលមួយស្របក់ចោលស្មានតែពួកយើងទៅបាត់វាចុះពីលើដើមឈើស្ទុះទៅតាមទៀនដេញមកដល់ផ្លូវធំខាងលើវារត់ភ័យងាកក្រោយមិនឈប់ខ្ញុំតាមមកតាន់បោយសក់ទៅខ្ទប់នឹងសួនច្បារដួលតណាត់តណែងទាំងពីរនាក់អាហ៊ីងនិងអាហើមទៅច្របាច់កពត់ដៃទៅក្រោយជាប់ងើបឡើងរលាត់ដៃជើងចេញឈាមព្រិចដោយកំហឹងដាក់វាមួយចាស់ដៃបែកមុខបែកមាត់ឈាមប្រឡាក់ពេញផ្ទៃមុខវាទ្រោមខ្លួនមែនតែនងើបឡើងរួចតែសម្ដីខ្សេវនិយាយថាបើយើងនៅមានជីវិតនឹងតាមផ្ដន់ទាពួកឯងគ្រប់ទីកន្លែងវាសើចលាយឡំឈាមស្រក់ពីមាត់អាហ៊ីខឹងវាបំរុងដើរទៅទាត់បង្ហើយខ្ញុំក៏ហាមកុំទៅខ្វល់នឹងវាទៀតប៉ុណ្ណឹងបានហើយមកដល់សួនច្បារមាត់ទន្លេវិញឡើងហ៊ានដេកអង្គុយជុំគ្នាមើលឆ្វេងស្ដាំខ្លាចមានអ្នកមកលួចបង្វិចទៀនខ្យល់រវិចមេឃងងឹតទឹកវៃច្រាំងលាន់សន្ធឹកភ្ញាក់ម្ដងក្រោយភ្នែកសម្លឹងទៅកន្លែងទីតៃស្ងាមផកបិទភ្នែកម្ដងម្កាលផកតែប្រឹងតាំងស្មារតីមន់រងាវបើកភ្នែកភ្លឺបាត់ទៅហើយសកម្មភាពមនុស្សចាប់ដើមចល័តលូកដូរដូចដើមពួកយើងក៏ឃើញបបរលោកយាយរែកដើរឆ្លងកាត់ហៅគាត់ឲ្យឈប់បបរសឆាយពៅនឹងត្រីខដាក់ម្នាក់មួយចានថែមគ្រឿងរួចហើយអង្គុយហូបយ៉ាងឆ្ងាញ់អស់ម្នាក់មួយកាក់ហូបរួចចុះទៅកំពង់ទូកសួរម្ចាស់ទូកអស់ជាច្រើនអ្នកមិនមានអ្នកធ្វើដំណើរទៅខេត្តសៀមរាបទេអស់សង្ឃឹមដកដង្ហើមធំទាំងមិនរំពឹងស្រាប់តែលោកតាម្នាក់ចុះពីលើច្រាំងប្រាប់ថាគាត់នឹងជូនទៅ
ពួកយើងត្រេកអរខ្លាំងណាស់បានឮដូច្នេះអ្នកកំឡោះទាំង3ឡើងទូកខាងក្រោយនោះទៅឈប់សិនតើលោកអ៊ំយកប្រាក់ប៉ុន្មាន70កាក់ដកប្រាក់រៀងខ្លួនរាប់ចូលគ្នាឃើញថាមានចំនួន71កាក់ក៏ហុចប្រាក់ទៅលោកអ៊ំជាមួយដៃសំពះពួកយើងក៏ឡើងទូកតាមគាត់ប្រាំទូកចកាត់តាមភូមិមាត់ទន្លេនានាសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ស្វែងយល់ពីការរស់នៅនិងបែបបទអំពីជីវិតបានបង្រៀនពិតអំពីបទពិសោធន៍ច្រើនសកម្មភាពស្រោចបន្លែងើបតាំងពីព្រឹកក្មេងៗរត់រះស្លៀកពាក់ទៅរៀនសូត្រនៅឯវត្តទូកចកាត់សម្ដីសួរឆ្លើយឆ្លងប្រៀបដូចមនុស្សស្និទ្ធបន្លែអមតាមមាត់ទឹកមានច្រើនពន្លឹកបាក់សាចុះមកក្រសាយប់យន្តឈានចូលពួកយើងក៏សម្រាកលើទូកតាមមាត់ច្រាំងក្នុងកំពង់មួយ5ថ្ងៃកន្លងផុតមកដល់ទឹកដីថ្មីនៅខេត្តសៀមរាបភូមិកំពង់ភ្លុកទេសភាពព្រៃលិចទឹកអមសងខាងជាជំរកសត្វស្លាបនិងត្រីជាច្រើនគុណមើលប្លែកភ្នែកខ្លាំងណាស់ចំណែកប្រជារាស្ត្រធ្វើសកម្មភាពនេសាទតាមកន្លែងរៀងខ្លួនប្រលឹកដោះតាមចិត្តច្រាំងស្ត្រីទូលក្អមចុះមកបេះជាក្រុមទូកចែវកាត់ងាកសម្លឹងមិនព្រិចពួកនាងញញឹមអឹមអៀនពួកយើងក៏ញញឹមតបទៅវិញមកដល់កំពង់ទូកក្នុងភូមិកំពង់ភ្លុកផ្ទះលើទឹកអមទៅជាជួរកសិករជាច្រើនប្រស្រ័យតាក់ទងយ៉ាងល្អឡើងដល់លើគោកព្រះអង្គធំឈរជាប់មាត់បឹងអោនគោរពសុំសេចក្តីសុខបន្ទាប់ចូលទៅក្នុងវត្តជួបប្រទះក្មេងៗសួររកព្រះចៅអធិការក្មេងៗប្រាប់ថានៅព្រះវិហារមកដល់ឃើញព្រះអង្គកំពុងបោសសម្អាតបរិវេណអោនគោរព3ដងបន្ទាប់ប្រាប់ពីបំណងលោកឪមានសង្ឃដីកាឲ្យទៅសម្រាកលើសាលាឆាន់ចុះទីនោះធំទូលាយគ្មានមនុស្សស្នាក់ទេពួកយើងក៏លើកដៃសំពះអរព្រះគុណក៏មានសេកលោក2នាក់នាំផ្លូវទុកដាក់បង្វិចលើសាលាឆាន់រួចហើយចាប់ផ្ដើមសួរក្មេងៗដែលជាម្ចាស់ស្រុកវាប្រាប់ខ្លះៗអំពីអ្វីខ្លួនដឹងការងារនេសាទជាធំរួចយកទំនិញទៅលក់ឲ្យភូមិអ្នកមានទីនេះមនុស្សរស់នៅប្រកបដោយសេចក្តីសុខថ្វីត្បិតគ្មានប្រាក់ហូរហៀប៉ុន្តែហូបចុកគ្រប់គ្រាន់ដោយមានទន្លេដ៏ធំសម្បូរត្រីតើឯងដឹងថាទីណាមានការងារធ្វើរកប្រាក់ទេដឹងត្រឹមគ្រប់ក្រុមគ្រួសារនេសាទតែខ្លួនឯងមិនមានអ្នកណារកកម្មករទេបងប្រុសមិនអីទេអរគុណឯងហើយចាំបងទៅរកដោយខ្លួនឯងចុះពីជណ្ដើរចេញពីវត្តដើរតាមចន្លងតូចចិត្តមាត់បឹងតាមគៀនផ្ទះអ្នកភូមិសកម្មភាពមនុស្សកំពុងធ្វើប្រហុកផ្អកហាលត្រីហាលកំពឹសលើទឹកពួកគាត់ងាកសម្លឹងមកពួកយើងដោយពុំធ្លាប់ឃើញមុខដើរអស់មួយសន្ទុះដល់ចុងព្រៃលើទឹកផុតផ្ទះអ្នកភូមិចុះទៅក្រោមដើរលើស្ពានឈើចាស់កាត់ព្រៃទៅមកសម្លឹងទៅទឹកធំល្វឹងល្វើយស្ដាប់ខ្យល់បោកបក់ញ័រញាក់ស្លឹកខាងលើមើលហើយស្រស់ស្រាយណាស់ចៃដន្យនៅខាងមុខចម្ងាយ20ហាត់មានកំពង់ទឹកមួយកំពុងមានមនុស្សស្រែកពួកយើងនាំគ្នារត់ទៅយ៉ាងរហ័សមកដល់ស្ត្រីម្នាក់ក្នុងចំណោម3នាក់នាងងាកមកសម្លឹងចំនេត្រាធ្វើឲ្យភ័ក្រភ្លឹកអាហ៊ីនិងអាហាវមកតាន់គ្មានសួរអ្វីទេលោតចូលទឹកភ្លាមនាងវិចារមកនាយជានរណាភ្ញាក់ខ្លួនព្រើតកុំសួរខ្ញុំជានរណាតើអ្នកនាងមានរឿងអ្វីអំបាញ់មិញឃើញសាកសពអណ្ដែតក្នុងទឹកអាហ៊ីងនិងអាហាវភ្ញាក់ព្រើតប្រឹងតោងឡើងមកវិញយ៉ាងឆាប់មកឈរចិត្តមាត់ទឹកប្រឹងសម្លឹងមើលមួយសន្ទុះកុលឈើមួយនោះអណ្ដែតឡើងក៏ប្រាប់ទៅពួកនាងថា
cứ chỉ còn chờ tê nì rì tầng 3 có xâm rút à rào mọi bạt phầy bón tịch miền bà rò vào môi nẹ mọc chồ khẳng còi sài su bụ dưỡng chìu nọ nè mà đánh ấy mình đằng bù tiệm một chồ chất sài phồng dưỡng với bà rò nú một chồ tol một bụ anh cầm bùng kịch ấy ót skol mụ rừ một cột tê ấy ạp ổn nề rì mà nẹ chênh một bọ sài nì tầng 3 con một chuối bụ dưỡng vật nó mình bẹ pon nằng bọng khay anh tê mà đây thá mình bẹ pon ôn phú bong bà ròm khai ôn miên cru thác đại xa mà đồ mình skol mô mình bách bà ròm bị phuông tê dương chế mờ thai luôn anh hai à hình nhà hào lụi sao nị khải bài mọc sái khẳng khẳng tao bụ anh sai rương ấy rùng chọn còn như vậy nè bong khai miên càng nghĩa bong nửa tỷ này tê chạp tàu vinh tới nị khải đào từ một có prong trả chênh môn chênh lợt đáy chân ổ công riêng bụ dừng thảm tiền còi bụ kê tập hồn niềng mà nẹ sông tốt một bụ dừng bần tọp có nôm khní chênh tờ niềng đà đào chồng spiên bài cần tôi phân ấy lý nâng snam như nhầm à hình như vậy cùng thà ấy chạp chất lờ niềng ná mình toàn cho bà tê tục oi bế và liền nẹ bành chạ cho mây chết ngồi nghịch hai ta tà lọc tà vinh một đòl vọt chui ca nghe khá chỉ mùi lục dây bảo xâm án tì thà lìa cáp ska prey ngồi nghịch mơ lành cho bà một ngụt tực luôn pran khan pa tức ở chỉ tràn thằng ngày bật chỉ sọ sạp khăn nè ngụt rụi lang tơ lớp đầu xâm lị bồng bè mình prong mà nè dọc nông on xóm pí một chai khni hầu lần nghề miền bài hộp tế bong bong mình ấy tế ban nông hốt xâm nàng bụ bong hái bọ xâm bọ cắt chai khni hộp bần đà xua từ mình prong nị bần đà nị dễ anh chân ta ánh mộ ấy hào ở mòn tớ tập tê ánh người tì nè mình miền tè tê thôm lang rú nấc chừng mùi lục tà tay mà đòn châu mà đài ở bộ khỉ cầu vi của bà ngạt mọt đằng thá mình sùi có bóng vái này gì đường xề ta nơi khẳng mục miền phùng tiệt đài tế bồn pro bạn miền tì nút chỉ đài đầy nẹt miền sẽ đọc đòm ta miền này đôi mà đánh nẹt có đôi bụi dưỡng mình ái từ rùa nơi tì nụ bàn tì bàn trầm thua ca mà có ly xài ở bụi cây bên nó ta ái đằng thả cây rùa nớ bạp nạc lạc đại tế bộ cây rùa nớ khăn phùng mà cử scum sky lớp tây tực xâm bố ở hà hộp chọc chân ảnh xâm liếp bằng vẹt thলাই miền nẹt bóng ráo cho vệnh đàm nì dây tới priệp đôi thàn xuân chân nô nè có trong tới rùa nớ nâng thua ca tì nụ đai bồn tái riêng rò mùi chân nằm mà đón kê rớt cam mà co tại đọc nẹ bên nó tao bê nát đòi chân nằm kê rớt bằng tò tiếng sắp đà còi nì háo tao bú bóng xua thua vậy mình miếng là vậy tê con trong đăng ông pi cà rùa nờ rồi bọc bộ kê cả nghỉ có tùm lẹ luôn đếch đồng riệp chi chù môn prap tham môn đế trời sâu thoát sân tập đếch sâu có ngớp thua tàm bìa prap tù mình đăng tham miên rừng vậy cả đào kể chi mà chả sọc kể đăng cho bác chừng dương xâm bè rồi để tol plư Prampi ngày cào đòi pê lý đại bộ nẹo miến một ra cam mà có dục từ bồng rào bần thang mình ủng mình bình vậy trong pro sray cho chi chúa mà nẹo mặc hàng không vót cáo mà lục bộ nẹo miến chi trà đã xâm lăng rộng mới mà nụ đại luôn trời cả bộ dừng tặng bày cho khía trong kỳ lục đằng khảo can chơi tròn nâng trụ xia mà nẹo một tol một xâm lăng cho lạc lực đại trường mở
រួចនិយាយថារូបរាងឯងមិនសមជាកម្មករសោះសាច់ឈាមដូចអ្នកមានណាស់លើកដៃសំពះអរគុណទៅកាន់គាត់ព្រោះតែពីតូចឪពុកម្ដាយថ្នាក់ថ្នមបានល្អទើបធំឡើងមានរាងកាយមាំមួនដូចនេះគាត់សួរថាតើពួកឯងទាំង3ជាអ្នកស្រុកឆ្ងាយមែនទេហេតុអ្វីលោកម្ចាស់មើលដឹងរៀងរាល់ឆ្នាំយើងមិនដែលឃើញពួកឯងទេនេះជាលើកទី1ហើយតើពួកឯងចេះធ្វើការងារអ្វីខ្លះជំរាបលោកម្ចាស់ពួកយើងអាចធ្វើបានសពកិច្ចការពួកឯងទាំង3អាចចុះទូកនេសាទបានទេពួកយើងមិនស្ទាត់ទេបើអាចបង្រៀនសិនពួកយើងនឹងធ្វើបានគ្មានពេលឯណាបង្រៀនពួកឯងទេចំណែកការងារផ្ទះអាចធ្វើអ្វីបានខ្លះកាប់គាស់លីសាយបើករទេះសម្អាតទីធ្លាប្រើឆ្វេងស្ដាំបានតាមម្ចាស់បញ្ជាគាត់ញញឹមសរសើរអំពីសម្ដីមានសិលធម៌និងចេះគោរពចាស់ទុំយើងមើលពួកឯងមិនខុសទេតែផ្ទះយើងត្រូវការតែម្នាក់ប៉ុណ្ណោះយើងនឹងជ្រើសរើសឯងអ្នកកំឡោះឈប់សិនលោកម្ចាស់ចុះសម្លាញ់ខ្ញុំទាំងពីរឲ្យពួកគេទៅឯណាពួកយើងមករស់នៅទីនេះមានតែ3នាក់ប៉ុណ្ណោះលើកដៃសំពះសូមអង្វរដល់គាត់ប្រណីដល់ពួកយើងមិនត្រូវការប្រាក់ឈ្នួលសូមត្រឹមបាយចំអែតក្រពះគ្រប់គ្រាន់ហើយបើឯងនិយាយដូចនេះទៅហើយឆាប់តាមយើងមកពួកយើងត្រេកអរណាស់លោតសប្បាយរីករាយចំណែកអ្នកដតីត្រូវបានអ្នកមានរើសតាមចំណូលចិត្តខ្លួនយកទៅបម្រើការងារផ្សេងឆ្នាំនេះការជ្រើសរើសការឡើងដល់30នាក់ពិតជាច្រើនណាស់ដើរមកដល់ផ្លូវក្បែររទេះជាប់មាត់ទឹកលោកម្ចាស់ឲ្យពួកយើងឡើងរទេះអាមន់និងលោកឪមកតាន់ពួកយើងក៏សុំពេលគាត់បន្តិចអាមន់យំប្រាប់អំពីការនឹករលឹកយកដៃអង្អែលក្បាលវាឯងជាក្មេងឆ្លាតខំរៀនសូត្រធំឡើងនឹងពូកែបងមិនចោលឯងទេធ្វើតាមបងប្រាប់ចុះចប់កិច្ចការបងនឹងមកយកឯងវាញញឹមលាយទឹកភ្នែកហើយទៀមទាថ្ពុកដៃទៀតក៏បានលើកកូនដៃសន្យាជាមួយវាយ៉ាងច្បាស់បន្ទាប់អូនគោរពដឹងគុណដល់ព្រះអង្គដែលសន្តោសប្រណីដល់ពួកយើងទាំង3នេះពេលកន្លងគុណលោកឪករណាបំភ្លេចមិនបានទេលោកឪក៏មានសង្ឃដីកាសូមឲ្យញោមទាំង3ជួបតែសេចក្តីសុខជាដរាបករណាលាសិនឲ្យលោកឪឡើងរទេះលើកដៃលាបន្ថែមលាយនឹងស្នាមញញឹម